នៅក្នុងកញ្ញារបស់ប្រមាថប្រមងវារឹកសុខានឹងធីតាហាក់ដូចជាគូនមន់ដែលកំពុងប្រឈមមុខនឹងស្ទេចក្មាតដ៏សាហាវភ្នែកពណ៌ក្រហមឆ្អៅរបស់បុរសចំណាស់នោះសម្លឹងធូរមកក្នុងប្រលឹងរបស់ពួកគេហាក់ដូចជាកំពុងវះកាត់មើលគ្រឿងក្នុងទាំងរស់រំពេចនោះគាត់បានចាប់ដើមធ្វើចលនាសម្លេងក្រាកនៃឈើច្រត់ឈើធ្ងន់ដែលអូលល្បិចខ្សែខ្សោះជាជាតិបានបន្លឺឡើងយឺតប៉ុន្តែមានទម្ងន់បង្កប់ដោយមន្ត្រអាគមខ្មែរងងឹតរត់ឲ្យលឿនវីរៈស្រែកខ្លាំងដើម្បីដាស់ស្មារតីមិត្តភក្តិទាំងពីរពួកគេទាំង3នាក់បានបោះជំហានស្ទូររត់បីឆ្វេងបីស្ដាំចូលទៅក្នុងចន្លោះផ្ទះឈើចាស់ដែលទ្រុឌទ្រោមខ្យល់ត្រជាក់បោកមកប៉ះមុខពួកគេប៉ុន្តែវាជាខ្យល់ដែលមានក្លិនឆ្អេះឆ្អាបដោយសាកសពនៅពេលពួកគេកំពុងរត់កាត់តាមចន្លោះក្តារផ្ទះពួកគេបានឃើញសម្រោទូចជាច្រើនកំពុងឈរសម្លឹងមើលពួកគេពីជំនុំភាពងងឹតទាំងនោះជាប្រលឹងក្មេងៗដែលបាត់ខ្លួនកែវភ្នែកពួកគេពោពេញកាត់ភាពសោកសៅនឹងការព្រមានវត្តសម្លេងខ្យល់កាត់អាកាសយ៉ាងលឿនបានបន្លឺឡើងពីក្រោយក្នុងពួកគេវាជាសម្លេងនៃផ្លែពូថៅរាងជាទំពុកដែកមុតស្រួចដែលចងចាប់នឹងខ្សែចំណងវែងឆ្ងាយទំពុកនោះបានហោះកាត់ក្បាលសុខាតែបន្តិចប៉ុណ្ណោះហើយទំពុកចំសសរផ្ទះឈើបណ្ដាលឲ្យឈើតរឹងមាំនោះបែកខ្ទេចជាចំណែកប្រមាថប្រមងមិនបានរត់តាមពួកគេទៅប្រញាប់ឡើយផ្ទុយទៅវិញក៏ដើរតាមយឺតតាមសម្លេងដង្ហើមនិងចង្វាក់បេះដូងតែលូតញាប់របស់ចំណៃធីតាបានរត់ចូលទៅក្នុងខ្ទមទួចមួយដែលមានរូបចម្លាក់នៅពីមុខនៅខាងក្នុងនោះនាងបានឃើញកលៈដីដុតរាប់ស៊ឹបទម្រាបគ្នាយ៉ាងមានរបៀបនាងបានយកពេលបំភ្លីមើលហើយក៏ត្រូវស្រែកយំដោយភាពរន្ធត់នៅពេលឃើញខ្លែងមនុស្សស្រស់ស្រាំនឹងទឹកមុនពណ៌ខ្មៅនៅក្នុងក្លាប់ទាំងនោះរំពេចនោះដៃទួចស្រឡៅមួយបានមកទប់មាត់នាងវាជាប្រលឹងក្មេងស្រីម្នាក់ដែលមានគញាភ្នែកក្មេងស្រីនោះបានធ្វើសញ្ញាប្រាប់នាងឲ្យនៅស្ងៀមហើយចង្អុលទៅកាន់ពីដាននៅពីលើពីដានដែលជិតថ្លៃប្រមាថប្រមងកំពុងតាក់តងវាឡើងដោយសัตว์ពីពីងយ៉ាក់ឈើច្រត់របស់គាត់ត្រូវបានដាក់ផ្អែកនៅចិញ្ចាំប៉ុន្តែក្នុងដៃរបស់គាត់មានកាន់កាំបិតវេះកាត់វែងមួយដែលចាំងឆ្លុះនឹងពន្លឺព្រះច័ន្ទគាត់ហៀតក្លៀនលើអាកាសម្ដងទៀតលួចសោយកកឹកដោយសម្លេងស្ងាត់ក្លិនខ្លែងរបស់អ្នកដីខ្លាចគឺផ្អែមឆ្ងាញ់ណាស់វីរៈនិងសុខាដែលព្យាយាមតាមរកធីតាក៏បានមកដានមុខខ្ទមនោះដែរប៉ុន្តែមុននឹងពួកគេអាចចូលទៅដល់សម្លេងវត្តបានបន្លឺឡើងម្ដងទៀតលើកនេះទំពុកដែកដ៏សាហាវបានអូសកាត់ជើងរបស់សុខាបណ្ដាលឲ្យគេដួលស្រែកដោយការឈឺចាប់ជាពន់ពេកឈាមស្រស់បានហូរស្រោចពេញដីប្រមាថប្រមងលោតចូលពីលើដំបូលផ្ទះមកដីយ៉ាងស្រាលស្រពរួចដើរចូលទៅរកសុខាទាំងញញឹមយ៉ាងសាហាវកុំធ្វើអីមិត្តភក្តិខ្លងវីរៈស្ទុះទៅទីងដុំថ្មគប់សម្ដៅទៅបុរសចំណាស់នោះប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពតតែសោះប្រមាថប្រមងក្រាន់តែក្រវីដៃមួយខាងកម្លាំងខ្យល់ខ្មៅងងឹតក៏បានបោកវីរៈឲ្យខ្ទាក់ទៅបុកវិញចាំងថ្មរហូតស្លាប់បាត់ស្មារតីឥឡូវនេះសុខាកំពុងដេកយូរទៅត្រួតនៅក្នុងជើងរបស់ឃាតករអមតៈខណៈដែលធីតាបានត្រឹងតែអង្គុយអូបជង្គង់យំនៅក្នុងភាពងងឹតដោយមានព្រលឹងក្មេងៗឈរចំរុំជុំវិញហាក់ដូចជាកំពុងកាន់ទុកជាមុនបុរសចំណាស់បានលើកកំបិតអែឡើងខ្ពស់បន្លឺពណ៌ក្រហមក្នុងភ្នែករបស់គេកាន់តែឆេះសន្ធោម្នាក់ទី1គេខ្សឹបតិចមុននឹងដាក់មុខកំបិតចុះចំត្រង់ដើមទ្រូងរបស់សុខាស្របពីនោះដែរសម្លេងក្មេងៗដែលធ្លាប់តែស្ងៀមក៏ចាប់ផ្ដើមស្រែកយំស្រាប់គ្នាពេញផ្ទៃភូមិបង្កើតបានជាបរិយាកាសដ៏ព្រឺព្រួចបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល20ឆ្នាំមកនេះសេចក្តីស្លាប់បានមកដល់គៀកបំផុតហើយគ្មានផ្លូវណាអាចរត់គៀកផុតពីជោគវាតាដ៏ខ្មៅងងឹតនេះឡើយ